បាទពុកម៉ែបងប្អូនវីដេអូនេះដែរដោយការสนองពោពីអតិជនខ្ញុំផ្ទាល់គាត់អាចនិយាយបានថាគាត់ទិញច្រើនគ្រឿងក៏ប៉ុន្តែគាត់ចង់ខ្ញុំ review ម៉ាកណាម៉ូតណាដែលគាត់ចង់បានជាលក្ខណៈឆ្លងឆ្នាំមួយគឺម៉ាក Zenith នេះពុកម៉ែបងប្អូន Zenith នេះពុកម៉ែបងប្អូនទិញពីហាងយើងខ្ញុំគឺគេហៅថា special មែនតើដែលប៉ោលគេ 22K ស្មើនឹងក្បែរនឹងមាសទឹក10ប៉ោលយូលគេពុកម៉ែបងប្អូនហើយខ្ញុំចង់បញ្ជាក់ជូនពុកម៉ែបងប្អូនថាមាននាឡិកាច្រើនដែលបងប្អូនទិញពីហាងយើងខ្ញុំរតនាក្រេ5ណាបាទមានម៉ូដច្រើនហើយគុំរំលងនៅម៉ាក Zenith នេះសោះបងប្អូនតាមដានវីដេអូនេះចប់ខ្ញុំនឹងធ្វើការរៀបរាប់ប្រាប់ option នៃម៉ាក Zenith មាស 18K Rose Gold ទំហំ 44mm នេះតែម្ដងបាទពុកម៉ែបងប្អូន Zenith គឺជាឈ្មោះដែលហៅថាលំដាប់ឋានៈខ្ពស់ហើយបើយើងនិយាយពីគេហៅថានិមិត្តសញ្ញាឬក៏ស៊ីងគេគឺផ្កាយហើយពុកម៉ែបងប្អូនឃើញណាបាទគឺគេមាននិមិត្តសញ្ញាគេជាលក្ខណៈថ្នាក់ដឹកនាំឬក៏ជាលក្ខណៈគេហៅថានាឡិកាប្រណិតទៅណាហើយសម្រាប់ Zenith full option នេះខ្ញុំចង់បញ្ជាក់ជូនពុកម៉ែបងប្អូនថាសមត្ថភាពពិសេសត្រង់ថាមានមករាកុម្ភៈចន្ទគីទីហើយរណូតខ្នើតជាពិសេសគឺមាននៅ chronograph ទៀតពុកម៉ែបងប្អូនសម្រាប់ Zenith គឺជាប់គេហៅថាពីននៅប្រភេទ chronograph ជាង100ឆ្នាំមុនណាពុកម៉ែបងប្អូនមិនធម្មតាណាដោយសារតែ Zenith គឺជាក្រុមហ៊ុនជារោងចក្រមួយដែលមិនយកម៉ាស៊ីនគេប្រើសោះបាទតាំងពីផលិតរហូតមកដល់ឆ្នាំ2025នេះណាពុកម៉ែបងប្អូនបាទអញ្ចឹងគេឈ្មោះគេសមត្ថភាពនិយាយពី Zenith គឺខ្លាំងមែនតើមានតែក្រុមហ៊ុនខ្លះដែលក្រុមហ៊ុន Rolex គឺយកម៉ាស៊ីនរបស់ Zenith យកទៅប្រើដោយសារតែ Zenith គឺខ្លាំងនៅ chronograph ដូចបងប្អូនឃើញណា start គេនេះហើយ stop ហើយនឹងការ reset គេវិញ smooth ល្អបាទនិយាយចំទៅ Zenith បងប្អូនគឺខ្លាំងមែនតើហើយសម្រាប់ option គេនេះវិញជាទូទៅបងប្អូនដកមួយតង់សេរីទីតែនាឡិកា Zenith នេះដកមួយតង់សេរីម៉ោងខុសពី option នាឡិកាផ្សេងហើយដកតង់ទី2គឺសេរីទីវិញបងប្អូនឃើញអ្នកថាលយមែនតើប្លែកណាហើយបងប្អូនចង់សេរីច័ន្ទគាហើយនឹងមករាកុម្ភៈគឺមានប៊ីតុង2គេខាងក្រោមនេះទៀតអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងសម្រាប់ option ផ្សេងដែលបងប្អូនចង់ដឹងព័ត៌មានលម្អិតណាអាចចាត់ចូល page បានហើយសម្រាប់កឹបនេះវិញក៏ជាកឹបមាស 18K Rose Gold ដែរជាប្រភេទកឹបមេអំបៅកឹបជាប់ណាអូយស្អាតណាស់បងប្អូនខ្ញុំអាចនិយាយបានថារស់រាន់តេជនបងប្អូនដែលគាត់ទិញពីហាងរតនាក្រេ5ចង់បាននាឡិកាដៃបែបប្រណិតបាទទិញជាលក្ខណៈឆ្លងឆ្នាំគុំរំលងនៅម៉ាក Zenith ណាបងប្អូនបាទព្រោះថាម៉ាក Zenith គឺជាម៉ាកដែលហៅថាបែបប្រណិតភាពបាទបើខ្ញុំនិយាយពីភាពលម្អិតលម្អន់នៃម៉ាស៊ីនគេស្អាតខ្ញុំឲ្យ100លើ100រឿងម៉ាស៊ីនគេបងប្អូនបាទមានភាពរចនាដូចផ្កាយអញ្ចឹងបាទផ្កាយបាទគេធ្វើឡើងមកបែបផ្កាយសម្រាប់ Zenith បងប្អូនបាទវីដេអូនេះបងប្អូនជួយ share ផងបាទសូមអរគុណសូមជម្រាបលា